ពាក្យមួយនេះដាក់ឲ្យអានខុសគ្នាដែរវចនានុក្រមសម្ដេចជួនណាតត្រង់មេពាក្យតោហ្នឹងលោកអត់ដាក់របៀបអានទេអត់ដាក់របៀបអានមានន័យថាអានថាតោអញ្ចឹងហើយពាក្យណាធម្មតាដែលมันមានអីប្លែកគឺมันដាក់របៀបអានបង្កប់ឲ្យអានទេហើយនៅក្នុងកិច្ចសម្ភាសអក្សរសាស្ត្រខ្មែរក៏សម្ដេចលោកបានបញ្ជាក់ដែរគឺតោអានថាតោហ្នឹងហើយมันអានថាតុកទេតែវចនានុក្រមថ្មីលោកដាក់ឲ្យអានថាតុកតស្រអុតែអានថាតុកហើយក៏អត់មានបានបញ្ជាក់ថាមូលហេតុអីដែរឬក៏មិនបានបញ្ជាក់ថាជាអញ្ញត្រស័ព្ទដែរបើពាក្យហ្នឹងដាក់តាមសម្ដីប្រជាជននិយាយទូទៅគួរកំណត់វាថាជាអញ្ញត្រស័ព្ទតុអានថាតុកអញ្ចឹងខ្ញុំនឹកឃើញមនុស្ស2នាក់ម្នាក់ឈ្មោះតុម្នាក់ឈ្មោះតុកហើយសរសេរដូចគ្នាសរសេរតស្រអុដូចគ្នាតស្រអុឈ្មោះតុកក៏សរសេរតស្រអុឈ្មោះតុក៏សរសេរតស្រអុព្រោះដល់យល់ឃើញថាតស្រអុអានថាតុកចុះដល់ពេលគ្នាឈ្មោះតុហ្នឹងតគេហៅតុកដែរចុះបើតស្រអុអានថាតុកអញ្ចឹងខ្ញុំមិនមានយោបល់អីទេត្រង់ពាក្យនេះពីព្រោះប្រជាជនទូទៅនិយាយថាតុកទៅហើយមូលហេតុដែលនិយាយតោទៅជាតុកហ្នឹងគឺព្រោះពីដើមហ្នឹងចាស់ទុំច្រើនប្រកបដោយរាប់ចឹងតតាតុកទៅអត់មានប្រកបទេសេតោមិនអានតុកសេតោអានថាទៅចឹងតតាតុកទៅហ្នឹងនៅក្នុងកិច្ចសម្ភាសអក្សរសាស្ត្រខ្មែរហ្នឹងសម្ដេចលោកមានបន្ទូលអញ្ចឹងហើយមួយទៀតព្រោះចាស់ទុំនិយាយមកតោហ្នឹងប្រហែលជាតោយូរស្ដាប់គ្នាមិនសូវច្បាស់អ្នកក្រោយឮសូរមិនឮសូរតោឬតុកទៅជាប់តុករហូតមកអញ្ចឹងតុកទាំងអស់គ្នាទៅទាំងគេទាំងខ្ញុំមាននរណាថាតោទេខំប្រឹងខ្ញុំធ្លាប់សាកល្បងនិយាយដែរគេមិនស្ដាប់គេមិនយល់ផងអញ្ចឹងតុកដែរទៅតស្រអុអានតុក